ឃើញហើយរំភើបជំនួសទីបំផុតតារារ៉េបងួនច័ន្ទយេវិតនិងទេពប៊ូព្រឹកចូលរោងការហើយនៅមុននេះបន្តិចស្រាប់តែលោកងួនច័ន្ទយេវិតរៀបរាប់ទាំងកុកដួលថាខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើស200ដងប៉ុន្តែពិធីក្រុងពាលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី8ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូព្យុះភ្លៀងទឹកភ្នែកភាពសប្បាយរីករាយនិងភាពជោគជ័យប្រៀបដូចជាខ្សែភាពយន្តជីវិតនារីម្នាក់ដែលផ្ដល់ភាពជឿជាក់លើដៃគូដោយហ៊ានដាក់ជីវិតជាដើមទុនរវាងគ្នានិងគ្នាស្ម័គ្រចិត្តស៊ូរំទុកលងកាត់ពាក្យសម្ដីស្ដីថាតែទោះជាក្នុងកាលៈទេសៈណាក៏សច្ចាថានឹងដើររួមគ្នារហូតទោះជាឆ្លងហាសមុទ្រភ្លើងសមុទ្រផ្សែងឆ្លងដែនភ្នំមាសក្ដីក៏មិនរាថយពួកយើងពុះពៀថែរក្សានៅចំណងដៃនៃដំណក់ឈាមដែលប្រទានដោយទេវតាថ្ងៃនេះបងសូមគោរពនៅពាក្យសន្យាជូននៅផ្កាស្លាបំពេញមុខលោកមេបាគ្រូបាអាចារ្យញាតិមិត្តសង្គមនិងអ្នកគាំទ្រទាំងអស់ដែលជាសក្ខីដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្ដីស្របច្បាប់ស្របប្រពៃណីសច្ចាប្ដីជានិរន្តរ៍